ស្ដីមួយទាំងអស់គ្នាសម្រាប់មួយដែលចង់បានជាមួយចង្រិតណាមួយណាចង្រិតថ្ងៃនេះគឺមាន3ប្រភេទមួយណាសម្រាប់មួយចង់បានជាមួយចង្រិតណានេះគឺចង្រិតក្រហមមួយហើយនេះគឺចង្រិតប៉ារ៉ារបស់យើងមួយណាគឺចង្រិតក្រហមរបស់យើងនេះចង្រិតក្រហមហើយនឹងចង្រិតប៉ារ៉ាមួយណាហើយនេះចង្រិតនៅខាងកណ្ដាលនេះគឺជាចង្រិតស្រែបងប្អូនគឺដាក់បានទាំងចង្រិតសពងហើយជាមួយនឹងចង្រិតខ្មៅវាហៅចូលមកជាមួយគ្នានេះបងប្អូនមកកាត់នេះ1គីឡូតែមានចាយមួយបានច្រើននេះអូច្រើនណាស់នេះច្រើនមែនតើ1គីឡូមួយណានេះច្រើនណាស់1គីឡូមួយណាតោះតម្លៃធូរទេមិនថាមួយយកទៅទិញញ៉ាំមួយយកទៅលក់ទេមួយហើយមកកញ្ចៃនេះ1គីឡូនេះដល់1កញ្ចៃនេះមួយណាមួយថងនេះគឺ1គីឡូខ្ញុំចាក់ដល់កញ្ចៃហើយមួយចង្រិតគេមួយឲ្យនេះល្អខ្លាំងមែនតើចង្រិតស្រែមួយណាធំណាតោះនេះចង្រិតនេះគឺចង្រិតគេដាក់ពូលមួយណាគេដាក់ពូលអញ្ចឹងវាហៅចូលមកទាំងចង្រិតសពងទាំងចង្រិតដូងទាំងចង្រិតខ្មៅវាហៅចូលគ្នាច្រើនប៉ុន្តែចង្រិតខ្មៅគឺតិចគេបងប្អូនណានេះចង្រិតដូងគឺច្រើនមែនតើចង្រិតពងណាសិតតែពងមួយណាចង្រិតសពងទៅ1គីឡូសិតតែពងតែម្ដងមួយណានេះអូយល្អខ្លាំងមែនតើខ្ញុំហាយឲ្យមើលនេះចង្រិតធម្មជាតិណាមួយណាចង្រិតធម្មជាតិតែម្ដងមួយនេះពងពេញពុះហ្មងណាមួយណានេះឃើញទេនេះពងឡើងពេញពុះហ្មងហ្នឹងហើយអញ្ចឹងមួយដែលចង់បានចង្រិតធម្មជាតិចង្រិតស្រែចង្រិតដាក់ពូលអាចធ្វើការកំងបានមួយយក10គីឡូឡើងទៅទទួលបានតម្លៃបោះដុំពិសេសមួយណា10គីឡូ100គីឡូក៏មានដែរមួយណាតម្លៃធានាជូនក្រោមទីផ្សារ1គីឡូមកកញ្ចៃចេះណាមួយណាហើយសម្រាប់មួយយកទៅរាយអីអាចធ្វើការកំងបានណាមួយណាទាំងរាយទាំងដុំរាយអីបោះលក់ចាប់ពី5គីឡូឡើងទៅមួយណាលក់ចាប់ពី5គីឡូឡើងទៅចង់មួយចង់បានឆាតមក5គីឡូឡើងទៅទទួលបានតម្លៃបោះដុំមួយណា10គីឡូ5គីឡូគឺតម្លៃពិសេសហើយនេះចរិតខ្មៅរបស់យើងមួយណានេះចរិតខ្មៅរបស់យើងខ្ញុំដាក់ដៃឲ្យមើលមួយណានេះចរិតប៉ារ៉ាណាបងប្អូនណាចរិតប៉ារ៉ារបស់យើងក៏សិតតពងដែរមួយខ្ញុំបកឲ្យមើលណាពងទៅពេញពោះហ្មងមួយនេះអូយនេះខ្ញុំដាក់ឲ្យមើលពងពេញពោះហ្មងណាមួយនេះឃើញទេនេះសិតតពងហើយតោះមើលចរិតក្រហមរបស់យើងវិញតោះនេះមួយចរិតក្រហមរបស់យើងទូចមែនតែសិតតពងហ្មងមួយណាចរិតក្រហមរបស់យើងទូចធម្មតាចរិតក្រហមតែប៉ុណ្្នឹងឯងវាអត់បានធំលឿនហ្នឹងឯងមួយនេះចរិតក្រហមរបស់យើងវាមានទំហំតែប៉ុណ្្នឹងឯងវាអត់មានអាចធំជាងហ្នឹងឯងចរិតក្រហមយើងប៉ុន្តែពងវិញនិយាយពីពេញពោះមួយនេះអូយពងខ្ញុំហាយចរិតក្រហមមួយមើលនេះនេះអូនេះសត្វតពងមើលឃើញទេនេះខ្ញុំដាក់ចិត្តមើលសត្វតពងអញ្ចឹងមួយចង់បានជាមួយចង្រិតដាក់ពូនេះក៏បានមួយចង់បានចរិតប៉ារ៉ានេះក៏បាននេះប៉ារ៉ាខ្ញុំដាក់បងមើលណានេះចរិតប៉ារ៉ារបស់យើងណាហ្នឹងហើយនេះចរិតក្រហមរបស់យើងណាមួយណានេះចរិតក្រហមរបស់យើងណាមួយចិត្តណាមួយណាខ្ញុំដាក់តដៃមើលឲ្យមួយតែម្ដងណានេះចរិតប៉ារ៉ារបស់យើងខាងនេះប៉ារ៉ាខាងស្ដាំនេះខាងឆ្វេងនេះចរិតក្រហមអញ្ចឹងមួយចង់បានចរិតក្រហមឬចរិតប៉ារ៉ាអាចឆាតកំងមក10គីឡូឡើងទៅទទួលបានតម្លៃពិសេសហើយជាមួយនឹងចរិតនេះមួយណានេះចរិតរបស់យើងមួយល្អខ្លាំងមែនទែនណាចរិតធម្មជាតិនេះធម្មជាតិណាដាក់ពូលមួយណាអញ្ចឹងមួយចង់បានចរិតធម្មជាតិយកទៅលក់មកដុំរបស់យើងបន្តទៀតឆាតមកមួយណាហ្នឹងហើយនិយាយទៅអត់មានច្រើនម៉ានេះគាត់ថាប្រមូលក្នុងមួយថ្ងៃបាន100គីឡូ100ជាងគីឡូអីទេណាមួយណាចង់មួយចង់បានឆាប់ណាមួយណានេះល្អមែនតើធំណាមួយណាអញ្ចឹងខ្ញុំយកដាក់ឲ្យមួយមើលនេះចរិតយើងដាក់ពូណាមួយណានេះប៉ុណ្ណេះណានេះចរិតយើងដាក់ពូណាចាហើយនេះចរិតប៉ារ៉ារបស់យើងហើយនេះចរិតក្រហមវាមានតាមលេខទីចឹងណាមួយណាអានេះលេខធំណានឹងចរិតដាក់ពូអានេះចរិតប៉ារ៉ារបស់យើងនេះចរិតក្រហមរបស់យើងមួយតែសិតតពងដូចតែគ្នាអញ្ចឹងមួយចង់បានអាចធ្វើការកំងបានណាជាមួយចរិតយើងណាតម្លៃវិញខ្ញុំធានាក្រោមទីផ្សារណាតម្លៃក្រោមទីផ្សារសម្រាប់មួយយកទៅបោះដុំបន្តទៀតធានាចំណេញណាអញ្ចឹងហើយតោះជាមួយនឹងម្សៅក្លុកក៏មានដែរមួយចង់យកទៅលក់បន្តទៀតតែមួយដែលក្លុកហ្នឹងយកក្លុកមួយអាចចង់កំងម្សៅក្លុកពីខាងខ្ញុំបានមានរសជាតិប្រៃផ្អែមហឹរហើយជាមួយរសជាតិ BBQ ហើយជាមួយរសជាតិតឹងយ៉ាំណាមួយណាអញ្ចឹងមួយចង់ត្រូវការជាមួយនឹងអំបិលក្លុកណាអំបិលក្លុកហើយជាមួយនឹងកណ្ដោជាមួយចង្រិតណាមួយចរិតប៉ារ៉ាចរិតសពងចរិតដាក់ពូលយើងណាចរិតសពងហ្នឹងហើយចរិតប៉ារ៉ាហើយជាមួយនឹងចរិតក្រហមអាចធ្វើការកំងបានមាន3មុខណាមួយណាកុំភ្លេចធ្វើការកំងទាំងអស់គ្នាទៅមានតម្លៃក្រោមទីផ្សារ